សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតចូលរួមថវិកាចំនួន$10,000រៀបចំពិធីបុណ្យសពពលករទទួលមរណភាពដោយការរំជួយដីក្នុងប្រទេសថៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចែនមនីហ៊ុនម៉ាណែតចូលរួមបច្ច័យបុណ្យចំនួន$10,000ជូនក្រុមគ្រួសារនិងរៀបចំពិធីបុណ្យសពលោកមាសសាវាងដែលបានទទួលមរណភាពដោយការរំជួយដីក្នុងប្រទេសថៃស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2025នេះឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតំណាងដល់គុំគប់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតរួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យបានពំនាំសាររំលែកទុក្ខរបស់រដ្ឋាភិបាលជូនចំពោះលោកសាវិតនិងលោកស្រីភិនរីជាឪពុកម្ដាយនៃសពព្រមទាំងក្រុមគ្រួសារស្ថិតនៅក្នុងភូមិបលាំងឃុំតាកុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យចំពោះការបាត់បង់កូនជាទីស្រឡាញ់ដែលបានលាចាកលោកនិងលាចាកពីក្រុមគ្រួសារដោយសារការរំជួយដីក្នុងប្រទេសថៃកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025ខណៈកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃដែលជាហេតុការណ៍ពោពេញដោយភាពក្តុកក្តួលរន្ធត់ចិត្តជាពន់ពេកនៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បាននាំយកបច្ច័យរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចែនមនីហ៊ុនម៉ាណែតចំនួន$10,000ជូនក្រុមគ្រួសារនៃសពរួមទាំងថវិការបស់ក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន$20 លានថវិការបស់ឯកឧត្តមអភិបាលខេត្តចំនួន$2 លានថវិការបស់ក្រុមកាងាររៀបចំអង្គការចាត់តាំងយុវជនគណបកប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ចំនួន$15 លានព្រមទាំងថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា$15 លានផងដែរ